Chị nói lên từ bốn từ thơ mày tới ta tu sna video ní từ akni chỉ biết số bông ôn akni trong video ní cứ xem nó bông ôn akni mà chị nói lên từ bốn thời thơ mày ta giờ ta bạn nó tên nó pe mặt đau bông ôn nó pe cho nó dương cứ ăn được bạch khăn lăng mình tan em nè nó pe đem mặt đau bông ôn làm mà tròn lưới tròn pre bông ôn làm mặt đau tròn pre bông ôn thọ mớ salai chanh đầm nà cái đại để hạt chớ đi có chanh đầm nà khó há nó bông ôn mặt đau thì đôi nó không bị ôn như một hàng nhưng trong bông ôn thọ salaiនឹងមកហើយនៅពេលដែលយើងមកដល់ហើយយើងមើលតាយន្តហោះយើងជិះឈ្មោះអីយើងមើលសម្បត្តិរបស់យើងនៅពេលដែលយើងបានកក់សម្បត្តិគេមានអីលេខរៀងយន្តហោះមានថាលេខកូដយន្តហោះជាមួយនឹងឈ្មោះ airline ឈ្មោះយន្តហោះដែលយើងជិះហ្នឹងឈ្មោះអីលេខកូដប្រមាណខ្ញុំហៅថាលេខកូដចុះឲ្យស្រួលយល់ណាហ្នឹងហើយហើយមកហោះហើរធ្វើអត្រៅឧទាហរណ៍ដូចរបស់ខ្ញុំអញ្ចឹងខ្ញុំជិះ VN921 ហ្នឹងគឺលេខដូចថាលេខកូដចុះ VN921 ហ្នឹងណាហូជីមីញគឺខ្ញុំទៅហូជីមីញហើយម៉ោង2:10នាទីហើយគេដាក់ទូដែលខ្ញុំត្រូវចូល check in បានគឺ E03 ដល់ E06 អញ្ចឹងអឺមានថាជើងហោះហើរខ្លះអត់តន់ load ឲ្យ check in បាត់តន់ទៅទេបើជើងហោះហើររបស់យើង load ឲ្យ check in ហើយយើងទៅទូដែលយើងត្រូវ check in ទៅបងប្អូនអញ្ចឹងបើគេបញ្ជាក់ថា E03 ដល់ E06 យើងចូលបានតែ E03 ដល់ E06 ទេខុសពីទូហ្នឹងគឺយើងចូលអត់ត្រូវទេបងប្អូនណាត្រូវចាំអញ្ចឹងយើងចាំថាគេឲ្យចូលទៅទូណាយើងចូលទូហ្នឹងទៅអត់ខុសទេអញ្ចឹងខ្ញុំត្រូវទៅហៅទូ E03 ដល់ E06 ហើយសម្រាប់ការហៅហ្នឹងងាយស្រួលមែនតើយើងមើលឆ្វេងស្ដាំមកគេមាន A B C D E F អីចឹងទៅបងប្អូនគ្រប់ប្រេយន្តហោះគឺដូចគ្នាទាំងអស់មិនថាសុខមិនថាសុខគេអញ្ចឹងយើងមើល ABCD ហើយយើងមើលលេខក្រុមនឹងទៀត A0 ប្រមាណដល់ A0 ប្រមាណយើងចូលទៅតាមរបស់យើងដែលយើងត្រូវចូលនឹងទៅនៅពេលដែលមកដល់គឺយើងហុច passport ហើយគេនឹងចាប់ផ្ដើម check in ឲ្យយើងហើយបាលីធំគេដាក់ផ្ញើទៅគឺទទួលបាន25គីឡូរបស់ខ្ញុំណាអញ្ចឹងគឺយើងដាក់ផ្ញើទៅវាងាយស្រួលហើយខ្ញុំនឹងនិយាយវាក់ក្រោយសម្រាប់បាលីហ្នឹងពេលដែលយើង check in រួចរាល់ហើយគេនឹងឲ្យ boarding pass មកយើងអ្នកកណ្ដាស់មួយហ្នឹងណាអញ្ចឹងនៅពេលដែលបានកណ្ដាស់ហ្នឹងហើយយើងក៏មិនតន់តាណាទៀតគឺយើងត្រូវទៅដកលុយតាក់សិនសម្រាប់យើងជាជនជាតិខ្មែរទទួលបាន$7សម្រាប់ជើងហើយខ្ញុំ$7តែសម្រាប់ជើងហើយផ្សេងៗទៀតខ្ញុំអត់ដឹងទេបងប្អូនអញ្ចឹងខ្ញុំដើរទៅរកធនាគារកាណាឌីយ៉ានៅខាងក្រោយទូ ABC បងប្អូននៅចំហៀងទៀតណាអញ្ចឹងមកដល់គឺយើងដកលុយមកឲ្យបុគ្គលិកសុជីវធម៌ល្អមែនតើអូយ the best តែម្ដងអញ្ចឹងយើងបានដកលុយ$7ហើយយើងទៅតាទៀតបងប្អូននេះ10000នេះចំហៀងទី3គឺយើងមករកច្រកចេញដំណើរអន្តរជាតិនិយាយទៅចំហៀងទី1យើង check in ចំហៀងទី2គឺយើងទៅដកតាក់ចំហៀងទី3គឺយើងរកច្រកចេញដំណើរអន្តរជាតិគឺមាននៅឆ្វេងស្ដាំច្រកចេញអន្តរជាតិរបស់យើងនៅក្នុងពលានខ្មែរហ្នឹងមានខាងចាំមកជួរ A ក៏មានមកជួរ E ហ្នឹងក៏មានដែរនិយាយទៅមានឆ្វេងស្ដាំតែម្ដងគឺអត់ប្របាក់ទេគឺច្រើនមែនតើហើយសូមទោសបងប្អូនសម្រាប់កន្លែងហ្នឹងគឺគេឲ្យថតទេប៉ុន្តែនៅក្នុងហ្នឹងគឺយើងមានប្រតិបត្តិការ2ដងគឺមានន័យថាលើកទី1ចូលទៅគេ check ខ្លួន check អីវ៉ាន់របស់យើងដែលយើងស្គីយើងអីហ្នឹងទៅទូរស័ព្ទអីចឹងទៅ power bank អីចឹងទៅដល់ពេលដែល check ហើយគឺគេនឹងឲ្យដើរទៅមុខបន្តទៀតដើម្បីវាយត្រាចេញក្រៅប្រទេសបងប្អូនដោយសារតែពីរកន្លែងហ្នឹងគឺគេឲ្យថតទេអញ្ចឹងខ្ញុំថតបានទេសំទោសណាប៉ុន្តែនៅក្នុងហ្នឹងគឺមាន2ករណីយើងត្រូវធ្វើនឹងតែម្ដងក៏ប្របាក់ទេគឺទី1 check អីវ៉ាន់ check ហើយយើងដើរទៅឲ្យគេវាយត្រាចេញក្រៅប្រទេសនៅពេលដែលបានវាយត្រាចេញក្រៅប្រទេសហើយបងប្អូនបែរមកខាងស្ដាំដៃជាជំហានទី4នោះគឺដើរទៅរក gate សម្រាប់ឡើងយន្តហោះអញ្ចឹងសម្រាប់ដើរទៅរក gate គេដើរមកត្រង់រហូតដូចនៅក្នុងវីដេអូនឹងអញ្ចឹងដើរមកបងប្អូនឃើញគេដាក់ដើរមកត្រង់ច្រកទ្វារអត់ច្រកទ្វារគឺ gate ហើយបងប្អូនអញ្ចឹងនៅពេលដែលយើងដើរមកដល់ហ្នឹងគឺយើងដើរទៅត្រង់ទៀត gate របស់យើងគឺយើងមើលនៅក្នុងសម្បត្តិយន្តហោះបងប្អូនឃើញ A32A អាហ្នឹងគឺ gate 29G នោះគឺកៅអីដែលយើងជិះហើយម៉ោង13:20ហ្នឹងគឺម៉ោងដែលយើងត្រូវទៅដល់ gate ហ្នឹងមិនឲ្យហួសម៉ោងហ្នឹងទេពីព្រោះម៉ោងហ្នឹងគឺចាប់ផ្ដើមមកយើងឡើងយន្តហោះហើយអញ្ចឹងឥឡូវយើងដើរមកត្រង់មកដល់ប៉ែកគឺដែរបងប្អូនឃើញទ្វារ A31 ដល់ A35 ហ្នឹងគឺទៅខាងស្ដាំអញ្ចឹងយើងមើលទៅយើងមក gate មួយណាយើងទៅឆ្វេងស្ដាំតាមគេប្រាប់ហ្នឹងមកដូចខ្ញុំ A32 ហ្នឹងគឺខ្ញុំដើរមករកខាងស្ដាំដៃដើរមកឃើញគេដាក់ផ្លាយ A32 អញ្ចឹងដល់ A32 ហ្នឹងបងប្អូនចុះតាមចដើហ្នឹងមកមានឆ្វេងស្ដាំហ្នឹងទៅអញ្ចឹងដល់ពេលបងប្អូនចុះមកក្រោមរហូតមកគឺមានឃើញកៅអីឲ្យយើងអង្គុយរង់ចាំហើយដល់ម៉ោងឡើងយន្តហោះគេឲ្យយើងតម្រង់ជួរហើយការតម្រង់ជួរហ្នឹងវាមានជួរ business ខ្លះជាមួយនឹងកៅអីធម្មតាបើដូចខ្ញុំជិះកៅអីធម្មតាអញ្ចឹងយើងតម្រង់ជួរនៅកៅអីធម្មតាទៅហើយគេដើរតាមគេទៅបងប្អូនដើរតាមហ្នឹងចូលដល់យន្តហោះហើយដល់ពេលដែលចូលដល់យន្តហោះចំណុចដែលយើងត្រូវធ្វើដំបូងគឺទៅរកលេខកៅអីរបស់យើងនៅក្នុងសម្បត្តិរបស់ខ្ញុំអញ្ចឹងគេដាក់ 29G អញ្ចឹងមានន័យថាខ្ញុំជិះនៅកៅអីលេខ29ដាក់ហៅលេខ29មកឥឡូវឃើញ29ហើយការ29ហ្នឹងវាមាន A B C អញ្ចឹងអត់ត្រូវទេព្រោះខ្ញុំជិះ G អញ្ចឹងយើងមើលមកមួយជាងទៀតមានថាមានឆ្វេងមានស្ដាំ A ជាប់ប្អួច G ជាប់ប្អួចបងប្អូនសូមបញ្ជាក់អញ្ចឹងបើអ្នកចង់ជិះជាប់ប្អួចអីប្រាប់គេយក A ឬយក G ទៅបានជាប់ប្អួចហើយម៉ាស៊ីនត្រជាក់ហ្នឹងគឺគេមានមួលបិទមួលបើកបងប្អូនណាហើយយើងត្រូវដាក់ខ្សែក្បាច់ដៃតាមគេណែនាំចឹងទៅអ្វីដែលសំខាន់គឺបើយើងចង់ហៅយើងត្រូវតែមកមុន2ម៉ោងដើម្បី check in មិនមែនមកហោះហើរម៉ោង1ត្រូវមកដល់ម៉ោង1អត់ទេបើហោះហើរម៉ោង1មកដល់ម៉ោងមិន10អីមកដើម្បី check in មុនបងប្អូនអ្វីដែលសំខាន់គឺ power bank កុំដាក់ក្នុងវ៉ាលីតែដាក់វ៉ាលីគឺគេគាស់តែម្ដងហើយអ្វីដែលសំខាន់មួយទៀតគឺដូចលេគ្រឿងកោគ្រឿងអីហ្នឹងបើសិនជាលើស 100ml គឺដាក់ក្នុងវ៉ាលីទៅពីព្រោះតែលើស 100ml គេឲ្យឡើងយន្តហោះទេហើយ power bank លើស20000 អាំពែគេឲ្យយកដែរគឺក្រោម20000 អាំពែបងប្អូនអ្វីដែលសំខាន់បងប្អូនគឺយើងត្រូវតែ
ដឹងថារបស់មានជាតិផ្ទុះឬមានជាតិថ្មហាមដាក់ក្នុងវ៉ាលីដាក់មកតាមកាបូបស្ពាយមកហើយគេនឹង scan ថាអាចឡើងយន្តហោះបានឬមិនបានបើសិនបានគឺគេឲ្យយើងបោះចោលតែម្ដងអញ្ចឹងសម្រាប់ការជិះយន្តហោះលើកដំបូងគឺមានតែប៉ុណ្្នឹងបើសិនជាខុសទាស់ឬខ្វះខាតផងណាអីសូមមេត្តាខន្តីបេទោសផងដោយសារខ្ញុំលើកដំបូងដូចគ្នាដែរមានចំណេះទីទូក៏ចែករំលែកដល់អ្នកដែលអត់ធ្លាប់ជិះដូចគ្នាទាំងទៅអរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយ like ជួយ share ផងណា